បិសាចចាស់ធានមីងកំពុងតាមដានការបញ្ចេញមតិរបស់យ៉ាវឡាវបន្ទាប់ពីបានឃើញផ្ទៃមុខរបស់យ៉ាវឡាវគាត់យល់ថាវិមានផ្កាយធ្លាក់នឹងមិនចោះចូលឡើយស្នាមញញឹមក្រាស់នៅលើមុខរបស់គាត់កាន់តែខ្លាំងឡើងនៅពេលគាត់បាននិយាយថាវាហាក់បីដូចថាវិមានផ្កាយធ្លាក់នឹងមិនអាចជៀសវាងការបង្ហូរឈាមនៅថ្ងៃនេះបានទេវាក៏ដូចគ្នាដែរមានអ្នកជំនាញជាច្រើនមានវត្តមានយើងនឹងអាចប្រមូលព្រលឹងខ្លះក្នុងពេលតែមួយគូយូសតបែបចម្លែកសំឡេងរបស់គាត់បានចង្អុលបង្ហាញយ៉ាងច្បាស់ថាគាត់គិតទីទួនអំពីវិមានផ្កាយធ្លាក់ពួកគេមានកម្រិតបានសឹង2នៅខាងពួកគេនិងបានសឹងកម្រិតដំបូងភាពខ្លាំងនេះច្បាស់ណាស់មិនមែនជាអ្វីដែលវិមានផ្កាយធ្លាក់អាចប្រៀបធៀបជាមួយនោះទេថ្ងៃនេះបានមកដល់ក្នុងបំណងសម្លាប់វិមានផ្កាយធ្លាក់ច្បាស់នឹងត្រូវលុបចេញពីវាលទំនាបកណ្ដាលជារៀងរហូតការបង្ហាញរបស់យ៉ាវឡាវមានភាពអាប់អួរនៅពេលដែលគាត់សម្លឹងមើលក្រុមរបស់គូយូគាត់និយាយដោយសម្លេងដ៏ជ្រាលជ្រៅថាទូគូយូនឹងបិសាចចាក់ធានមីងឲ្យគាត់ដោះស្រាយខៃលីនឃីងលីនគ្រូពេទ្យទេពអប្សរតូចអ្នកទាំង3នឹងរាំងបានសឹងកម្រិតដំបូងនេះឲ្យបានថ្នាក់បានសឹងត្រូវបានបែងចែកជាថ្នាក់ដំបូងកម្រិតមធ្យមនិងកម្រិតខ្ពស់កម្រិតនីមួយៗមានគម្លាតយ៉ាងខ្លាំងច្បាស់លាស់រវាងពួកគេអ្នកជំនាញបានសឹងកម្រិតដំបូងពីសាលាព្រលឹងគួរតែឈានទៅដល់កម្រិតនោះគាត់មិនទាន់អាចគ្រប់គ្រងកម្លាំងរបស់គាត់បានពេញលេញនៅឡើយទេទោះបីជាខៃលីននិងពីរអ្នកទៀតពិបាកយកឈ្នះគាត់ក៏ដោយក៏គាត់នៅតែអាចពន្យាពេលគាត់បន្តិចបានយ៉ាវឡាវការបង្ហាញរបស់ក្រុមរបស់ខៃលីនបានផ្លាស់ប្ដូរនៅពេលដែលពួកគេឮថាយ៉ាវឡាវគ្រោងនឹងប្រយុទ្ធជាមួយមនុស្ស2នាក់ដោយខ្លួនឯងទោះបីជាយ៉ាវឡាវជាអ្នកមានកម្រិតបានសឹងកម្រិតខ្ពស់ក៏ដោយក៏មិនប្រកាសថាបិសាចចាស់ធានមីងឬគូយូខ្សោយជាងគាត់ដែរយ៉ាវឡាវនឹងមានគុណវិបត្តិប្រសិនបើអ្នកទាំងពីរចាប់ដៃគ្នាយ៉ាវឡាវគ្រូវិដ័យគាត់ដឹងយ៉ាងច្បាស់អំពីហានិភ័យប៉ុន្តែគាត់មិនមានជំរឿនផ្សេងទៀតទេនៅពេលនេះអក្សរជនបានសឹងគឺជាសម្ពាធយ៉ាងខ្លាំងក្នុងការប្រយុទ្ធបែបនេះប្រសិនបើបានសឹងទាំងពីរអ្នកនេះមកពីសាលព្រៃឡុងត្រូវបានអនុញ្ញាតឲ្យវាប្រហារអ្នកជំនាញផ្សេងទៀតមកពីវិមានផ្កាយធ្លាក់នោះវានឹងជាការសម្លាប់រង្កាលតែម្ខាងប្រសិនបើមានការសម្លាប់រង្កាលមួយបានកើតឡើងនោះវិមានផ្កាយធ្លាក់នឹងដួលរលំទាំងស្រុងដូច្នេះហើយក៏ត្រូវប្រយុទ្ធជាមួយបានសឹងរបស់ភាគីម្ខាងទៀតដោយដន្លៃណាមួយតោះធ្វើបែបនេះទៅអ្នកទាំងអស់គ្នាគូប្រយ័ត្នយ៉ាវឡាវមិនបាននិយាយអ្វីបន្ថែមបន្ទាប់ពីនោះទេរាងកាយរបស់គាត់បានផ្លាស់ប្ដូរគាត់បានបង្ហាញខ្លួននៅពីមុខបិសាចចំណាស់ទៀនមីងនិងគូយូដោយជីដ៏អស្ចារ្យបានលាតចេញពីរាងកាយរបស់គាត់និងបានចាក់សោលើញាក់ទាំងពីរនោះយ៉ាវឈិនញាក់ពិតជាក្រអឺតខ្ទុំគិតថាអាចរារាំងញោទាំងពីរបានដោយខ្លួនឯងទេបិសាចចំណាស់ទៀនមីងនិងគូយូសើចភ្លាមបន្ទាប់ពីដឹងថាពួកគេបានចាក់សោដោយកម្លាំងរបស់យ៉ាវឡាវមិនអើបអើនឹងការចំអោចរបស់ពួកគេការបង្ហាញរបស់គាត់ងងឹតនិងអាប់អើខណៈដែលដោយជីដ៏គួរឲ្យភ័យខ្លាចនិងសម្ពាធនៅជុំវិញរួនរបស់គាត់ដោយជីនេះធ្វើឲ្យលំហខ្លួនវាបង្កទ្រង់ទ្រាយជាបន្តបន្ទាប់វាយគុំសម្លាប់អ្នកដីចុះចន់ចូលសម្លាប់អ្នករឹងរឿចទាំងអស់បិសាចចំណាស់ទៀនមីងបានសើចត្រជាក់ខណៈដែលគាត់ដឹងអំពីសម្ពាធពីយ៉ាវឡាវគាត់បោះជំហានមុខនិងសម្លេងក្រក់មួយរំភើបពេញទៅដោយចេតនាសម្លាប់បានបំលឺឡើងយល់ហើយដោយឮសម្លេងត្រជាក់នេះពីបិសាចចំណាស់ទៀនមីងអ្នកជំនាញជាច្រើនមកពីសម្ព័ន្ធទន្លេជ្រៅបានបង្ហាញការចង់សម្លាប់របស់ពួកគេដោយជីអស្ចារ្យជាច្រើនបានផ្ទុះចេញពីគ្រប់ទិសទីក្នុងពេលទាំងមួយផងដែរអ្នកជំនាញផ្សេងទៀតមកពីវិមានផ្កាយធ្លាក់បានចាប់ផ្ដើមបញ្ចេញដល់ជីរបស់ពួកគេការបង្ហាញរបស់ពួកគេប្រយ័ត្នប្រយែងខណៈដែលពួកគេសម្លឹងមកអ្នកពីសម្ព័ន្ធទន្លេជ្រៅប្អូនប្រុសគូយូសូមធ្វើសកម្មភាពដើម្បីបញ្ចប់មិត្តចាស់យ៉ាវឈិននេះផងបិសាចចំណាស់ទៀនមីងសើចខ្លាំងបន្ទាប់ពីមើលការប្រយុទ្ធដ៏ធំបានផ្ទុះឡើងភ្លាមបានគូយូងកក្បាលក្នុងលក្ខណៈងងឹតងល់ពេលឮពីរបស់ទៀនមីងគាត់មានគម្រោងរកវាប្រហារវិមានផ្កាយធ្លាក់តាំងពី2ឆ្នាំមុនប៉ុន្តែដោយសារគម្រោងមួយចំនួនក្នុងត្រកូលគាត់គ្មានជំរឿសក្រៅពីទុកបញ្ហាមួយឡៃសិនពេលនេះគម្រោងមួយចំនួនបានរីកចម្រើនទៅហើយទីបំផុតគាត់អាចរកឃើញឱកាសមួយដើម្បីជូនដំណឹងដល់ត្រកូលនិងដឹកនាំទៀនសុនទី3
ដែលទើបតែទំលាយឲ្យទៅរកបិសាចចំណាស់ទៀនមីងហ្គូយូបានសន្យាថានឹងជួយទៀនមីងលុបបំបាត់វិមានផ្កាយធ្លាក់សម្ព័ន្ធទន្លេជ្រៅដែលបានប្រយុទ្ធជាមួយវិមានផ្កាយធ្លាក់អមរយៈពេល2ឆ្នាំមានការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានឮថាក្រុមជ្រុលនិយមដូចជាសាឡាប្រលឹងមានឆន្ទៈដើម្បីជួយពួកគេបានផ្ដុំកម្លាំងរបស់ពួកគេភ្លាមនិងបានបង្កឲ្យមានហេតុការណ៍នេះនៅថ្ងៃនេះ វាមានរយៈពេលជាច្រើនឆ្នាំហើយដែលខ្ញុំបានប្រយុទ្ធសូម្បីតែឆ្អឹងរបស់ខ្ញុំក៏ច្រេះបន្តិចដែរទោះបីជាយ៉ាងណាក៏ដោយការដែលអាចប្រើបានសឹងកម្រិតខ្ពស់ជាអំណោយអបអរសាទរសម្រាប់ការចាក់ចែងពីការដាក់ទួនរបស់ខ្ញុំវាពិតជាមានតម្លៃណាស់បិសាចចំណាស់ទៀនមីងសើចយ៉ាងចម្លែកភ្លាមនោះជើងរបស់គាត់បានដោះជំហានឆ្លងកាត់អាកាសខណៈដែលដូជីដ៏មហិមាមួយបានបោះបោកឡើងរាងកាយរបស់គាត់បានភ្លឺឡើងនិងបង្ហាញខ្លួននៅទីមុខយ៉ាវឡូដៃសរបស់គាត់ប្រៀបបានទាំងក្រញ៉ំអ៊ិនស៊ីខណៈដែលវាចូលទៅចន្លោះទេនឹងចាប់ត្រង់បំពង់ករបស់យ៉ាវឡូ យ៉ាវឡូបញ្ចេញនូវការស្រងោះយ៉ាងត្រជាក់នៅពេលដែលដឹងពីការវាយប្រហារយ៉ាងរហ័សនិងមិនប្រណីរបស់បិសាចចំណាស់ទៀនមីងគាត់មិនបានគេចពីការវាយប្រហារនោះទេផ្ទុយទៅវិញកណ្ដាប់ដៃរបស់គាត់ដែលផ្ទុកនូវកម្លាំងដ៏គួរឲ្យភ័យខ្លាចបានវាយប្រហារក្បាលរបស់បិសាចចំណាស់ទៀនមីងមិនប្រណីតាមមើលទៅគាត់គម្រោងដូរជីវិតមួយទៅជីវិតមួយទៀត ជីវិតរបស់ខ្ញុំមានតម្លៃជាងជីវិតអ្នក ទឹកមុខរបស់បិសាចចាស់ទៀនមីងបានផ្លាប់ដួលនៅពេលដែលគាត់បានឃើញការវាយប្រហារនេះធ្វើឲ្យគាត់សោកយ៉ាងត្រជាក់វាមិនអាចទៅលួចទេជាធម្មជាតិសម្រាប់គាត់នៅក្នុងការប្រយុទ្ធជាមួយអ្នកដទៃគាត់ដកក្រញាមជើងចេញវិញយ៉ាងលឿនដោយផ្លែកបន្តដោយគេចពីកណ្ដាប់ដៃរបស់យ៉ាវឡៅក្នុងដំណើរការយ៉ាវឡៅរៀបនឹងដេញតាមពីក្រោយកណ្ដាប់ដៃរបស់គាត់បានខកខាននៅពេលដែលអបខ្មៅបានបក់មកលើការស្រែកដ៏សោកសៅមួយត្រូវបានបញ្ចេញពីអបខ្មៅខ្សែសង្វាក់ខ្មៅមួយបានទម្លុះអបនឹងកាត់ចន្លោះជុំវិញនោះបង្កើតជាបន្ទាត់ព្រះខ្មៅជាច្រើនវង្វេងការបង្ហាញរបស់យ៉ាវឡៅគឺងងឹតនិងត្រជាក់ដៃធំរបស់គាត់ចាប់តែកម្លៃទំនេរនៅពីមុខគាត់លំភាក់ខ្លួនវានៅស្ងៀមភ្លាមដោយទប់ច្រវាំងខ្មៅទាំងនោះនៅពេលតែមួយរាងកាយរបស់គាត់បានភ្លឺឡើងនិងគាត់បញ្ចូលទៅក្នុងអបខ្មៅកណ្ដាប់ដៃរបស់គាត់បានវាយបកយ៉ាងខ្លាំងក្លាន់ទៅកាន់កន្លែងជាក់លាក់មួយក្នុងអបខ្មៅពុះសំឡេងស្រស់សំពើតស្ងាត់ដល់មកលឺភ្លាមខណៈកណ្ដាប់ដៃរបស់គាត់បានចក់មកដល់បន្តិចក្រោយមករាងកាយរបស់ហ្គូយូត្រូវបានចំពប់ដបួលហើយបាញ់ចេញពីអបខ្មៅទោះបីជាពួកគេទាំង3នាក់សុទ្ធតែជាបានសឹងកម្រិតខ្ពស់ក៏ដោយប៉ុន្តែយ៉ាវឡៅមានគុណសម្បត្តិមួយដែលបានសឹងធម្មតាមិនមានចាប់តាំងពីកម្លាំងវិញ្ញាណរបស់គាត់លើពីពួកគេអត្ថប្រយោជន៍របស់កម្លាំងវិញ្ញាណរបស់មនុស្សម្នាក់នៅពេលប្រយុទ្ធជាមួយអ្នកដែលមានកម្រិតដូចគ្នានឹងអាចឲ្យមនុស្សម្នាក់ទទួលបានអត្ថប្រយោជន៍បានវាប្រហារជាមួយគ្នាការភ្ញាក់ផ្អើលបានភ្លឺឡើងពេញភ្នែករបស់បិសាចចំណាស់ជីនមីងនៅពេលដែលគាត់បានឃើញហ្គូយូត្រូវបានបង្ខំឲ្យត្រឡប់មកវិញដោយយ៉ាវឡៅគាត់បានស្រែកដោយសំឡេងជ្រៅបាទការបង្ហាញរបស់ហ្គូយូគឺងងឹតនឹងគាត់ងក់ក្បាលពួកគេទាំងពីរបានបាញ់ចេញនៅពេលតែមួយដោយជីដ៏អស្ចារ្យបានបង្ហាញខ្លួនដូចជាម្នាក់ដ៏កាចសាហាវហោះហើរនោះលើមេឃខណៈដែលពួកគេប្រញាប់ទៅរកយ៉ាវឡៅលំភាក់ធំដ៏រលំនៅពេលការផ្លាប់ដួលដ៏ខុសខ្លាចនេះការវិប្រហារភ្លាមៗនេះបានធ្វើឲ្យភ្នែករបស់ទៀនស៊ុនទី3ប្រែជាត្រជាក់គាត់បានក្រវីដៃអាវរបស់គាត់ហើយបានបំបាយផ្កើលុនយ៉ាងខ្លាំងភ្នែករបស់គាត់បានតាមដានការវិប្រហារត្រឡប់ទៅចំនួនដើមវិញដែលគាត់បានឃើញពស់ថ្លាន់បំពីពណ៌ប្រវែង10,000 ហ្វីតវាអណ្ដែតលើអាកាសខណៈសម្ពាធដ៏ចម្លៃមួយបានធ្លាក់ចុះយ៉ាងស្ងប់ស្ងាត់ពស់ថ្លាន់លេបឋានសួគ៌បំពីពណ៌ទឹកមុខភ្ញាក់ផាលមួយបានភ្លឺពេញភ្នែករបស់ទៀនស៊ុនទី3បន្ទាប់ពីគាត់បានឃើញពស់ថ្លាន់ដ៏ធំនេះក៏រៀបនឹងវាយលុកនៅពេលបង្គោលពណ៌ប្រផេះប្រវែង10 ហ្វីតបានបាញ់ចំពីលើក្លិននៃថ្នាំពុលដ៏សាហាវនៅក្នុងសសរនោះធ្វើឲ្យគាត់ងឿងឆ្ងល់គាត់បានក្តាប់ដៃរបស់គាត់និងលំហខ្លួនវាត្រូវបានរឹងមាំធ្វើឲ្យសសរដូជីរឹងមាំនៅក្នុងពេលតែមួយភ្លាមនោះគាត់បានក្រវីវាមដៃរបស់គាត់ហើយបំបែកវាមិនយូរបន្ទាប់ពីបំបាយសសរដូជីដែលមានសារធាតុពុលដ៏សាហាវសំឡេងអាថឹកកំបាំងមួយត្រូវបានបញ្ជូនពីមុខគាត់ភ្លាមភ្នែករបស់ទៀនស៊ុនទី3បានបើកភ្នែករបស់គាត់រឹងភ្លាមពេលដែលឃើញនារីស្លៀកពាក់ពណ៌បៃតងអណ្ដែតលើអាកាសរូបពស់ក្បាល9ដែលមានក្បាល10,000 ហ្វីតត្រូវបានមើលឃើញមិនច្បាស់ពស់ឋានសួគ៌បុរាណដោយឃើញរូបអភិមរុករាងពួកដ៏ធំសម្បើមនោះទីបំផុតការបញ្ចេញមុខដ៏អូឡារៀបបានលះឡើងលើមុខទៀនស៊ុនទី3ទោះបីជាស្ត្រីទាំង3នាក់នេះសុទ្ធសឹងតែជាកំពូលដូស៊ុនក៏ដោយម្យ៉ាងក្នុងនោះជាពស់ថ្លាន់លេបឋានសួគ៌អំពីពណ៌
ម្នាក់ទៀតមានដូជីពោពេញទៅដោយថ្នាំពុលដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគ្រោះថ្នាក់និងចុងក្រោយមានពោះឋានសួគ៌បុរាណការបញ្ចូលគ្នានេះបានធ្វើឲ្យគាត់មានសម្ពាធខ្លះៗតាំងពីគាត់ទើបតែទំលាយទៅថ្នាក់បានសឹងភ្នែករបស់ទៀនស៊ុនទី3ប្រែជាត្រជាក់យ៉ាងលឿនខណៈដែលមានពន្លឺឆ្លៀងឆ្លាំងនៅក្នុងពួកវាទោះបីជាគាត់បែកឆ្ងាយទៅថ្នាក់បានសឹងយូរប៉ុណ្ណាក៏ដោយគាត់នៅតែជាបានសឹងពិតប្រាកដទោះបីជានារីទាំង3នាក់នេះមានសមត្ថភាពមិនធម្មតាក៏ដោយវាមិនអាចមានការតតាំងជាមួយគាត់ឡើយតែពីទីមងពុនថ្ងៃនេះអាគារវិមានផ្កាយធ្លាក់នេះនឹងត្រូវបានបំផ្លាញចោលទៀនស៊ុនទី3សាយយ៉ាងត្រជាក់រាងកាយរបស់គាត់បានភ្លឺផ្លែតហើយគាត់បានបង្ហាញខ្លួនជាមុខអ្នក Queen Ling នៅក្នុងរូបរាងដូចជាខ្មោចដូជីដ៏គ្រោះថ្នាក់បានបញ្ចូលគ្នាជាស្រទាប់នៃគ្រីស្តាល់ដ៏មិនធម្មតាបន្ទាប់មកបាត់ផ្លាយមួយទះលើ King Ling King Ling ភ្ញាក់ផ្អើលនឹងយ៉ាងពេលដែលនាងដឹងពីល្បឿនរបស់ទៀនស៊ុនទី3ដែលចាប់នាងមិនបានទាន់ចិត្តខ្លួនពលឺភ្លឺភ្លៀបនៅក្នុងភ្នែករបស់នាងខណៈដែលរូបរាងមួយបានបង្ហាញខ្លួនជាមុខនាងបន្ទុដៃរបស់ធិនស៊ុនទី3បាំងតាក់នឹងគំតិចនៃជំនាញដូស៊ុនក្រោមការគ្រប់គ្រងរបស់ King Ling នាងមានផ្កាពុះពណ៌បៃតង3ស្រទាប់គឺមានឆ្ងល់ទេថានាងអាចគ្រប់គ្រងប្រលឹងរបស់សត្វពូឋានសួគ៌បុរាណធិនស៊ុនទី3គឺជាមនុស្សដែលមានបទពិសោធន៍ច្រើនគាត់អាចកំណត់អត្តសញ្ញាណអាត់បាំងរបស់ King Ling មើលផ្លេតគាត់រៀបចំវាយលុកម្ដងទៀតនៅពេលដែលផ្លេកបន្ទាប់ហាពីពណ៌បានវាយប្រហារម្ដងទៀតហើយគ្រូពេទ្យទេពអប្សរតូចដែលមានសក់ខ្មៅប្រែទៅជាសបានប្រញាប់ប្រញាល់ពីខាងក្រោយការវាយប្រហារដ៏គ្រោះគ្រានរបស់នាងសម្ដៅទៅលើធិនស៊ុនទី3ធិនស៊ុនទី3សោកយ៉ាងត្រជាក់បន្ទាប់ពីដឹងថាគាត់ត្រូវបានហ៊ុំព័ទ្ធដូគីនៅក្នុងខ្លួនរបស់គាត់បានផ្ទុះដូចជាភ្នំភ្លើងនិងបានបក់ភ្នែកចេញពីខាងមុខពីភ្នែកដ៏ត្រឡាំងខណៈពេលដែលការប្រយុទ្ធខ្លាំងក្លាដ៏មិនអាចប្រៀបធៀបបាននោះបានផ្ទុះឡើងនៅជំនន់ពិភពផ្កាយភ្នំនៅខាងក្រៅនៅតែស្ងប់ស្ងាត់ដោយសពដងទ្វារថ្មដ៏ធំចរឆ្ងាប់យ៉ាងស្ងៀមស្ងាត់បំបែកការស្ងៀមស្ងាត់នេះបានបន្តមួយសន្ទុះមុនពេលដែលមានស្នាមប្រះតូចៗជាច្រើនចាប់ផ្ដើមរីករាលនៅលើភ្នំជុំវិញទ្វារថ្មស្នាមប្រះទាំងនេះមិនអាចទៅទេប៉ុន្តែពួកគេមានជម្រៅជ្រុំជ្រៅបំផុតវាហាក់ដូចជារីករាលពីភ្នំចម្ដាស់ពីរបន្ទាប់ពីលេចឆ្លាងមកនៅស្នាមប្រះទាំងនេះហាក់ដូចជាមានអ្វីមួយភ្ញាក់ឡើងយ៉ាងយឺតនៅក្នុងភ្នំបន្ទោះតួលេខ3បានឆ្លងកាត់គ្នាទៅវិញទៅមកនៅលើមេឃជាមួយនឹងល្បឿនដូចផ្លែកបន្ទោរលកដូជីដ៏គួរឲ្យភ័យខ្លាចបានបង្កើតជារាងចិញ្ចៀនដែលរាលបាវគ្រប់ទិសទីគ្មានអ្នកជំនាញណាហ៊ានបោះជំហានក្នុងរង្វង់ 10000 ម៉ែត្រនោះទេរលកដ៏គួរឲ្យភ័យខ្លាចនេះអាចកំទេចអក្សរជនដូស៊ុនចូលទៅក្នុងធ្លុបឈាមរូបមនុស្សដើរឆ្លងគ្នាហើយជំពប់ដំដាលពីជំហានសំបីតែលំហអាកាសខ្លួនឯងក៏បានរងាស់រង្គើរហូតដល់វាដួលរលំហើយបង្កើតបានជាតំបន់ងងឹតដ៏ធំមួយគ្រប់ទីកន្លែងដែលជើងរបស់ពួកគេបានចុកតងយ៉ាវឈិនដូច្នេះចុកបើកម្លាំងភ្លើវិញ្ញាណរបស់អ្នកមានអនុភាពខ្លាំងមែនទេតើអ្នកគិតថាអាចតទល់នឹងយើងទាំងពីរតែម្ល៉េះឯងបានទេបិសាចចំណាក់ធានមីងរក្សាលំនឹងរាងកាយរបស់ខ្លួនហើយទប់ឈាមដែលញាក់បន្តិចរបស់ខ្លួនគេមើលមុខយ៉ាវឡៅពីចម្ងាយហើយសោកយ៉ាងត្រជាក់គូយូដែលនៅក្បែរនោះក៏សោកយ៉ាងត្រជាក់ដែរគេមិនអាចឆោបានក្រៅពីកាន់ដៃរបស់ខ្លួនក្នុងខណៈដែលមានអារម្មណ៍ធូរអឿបន្តិចនៅក្នុងចិត្តរបស់ខ្លួនគេយល់ថាបើគេនៅម្នាក់ឯងគេមិនជាគូយ៉ាវឡៅទេកម្លាំងភ្លើវិញ្ញាណរបស់ភាគីម្ខាងលើគេឆ្ងាយណាស់មានពាក្យចោទចាំមករឿងថាសមត្ថភាពប្រយុទ្ធរបស់គ្រូថ្នាំនៅសម័យបុរាណគឺអស្ចារ្យណាស់វាឡើងវាអាចដោយសារតែកម្លាំងភ្លើវិញ្ញាណរបស់ពួកគេប្រហែលជាយ៉ាវឈិននេះនៅស្ថិតនៅក្នុងឋានសួគ៌ហើយនៅក្នុងស្ថានភ្លើវិញ្ញាណដ៏មហាបេះបួននោះមនុស្សម្នាក់មិនអាចរកឃើញចំនួនច្រើននោះទេទោះបីជាពួកគេស្វែងរកនៅវាលទំនេរកណ្ដាលក៏ដោយភ្នែករបស់គូយូភ្លឺផ្លែតចន្តកសម្លាប់នៅក្នុងចិត្តរបស់ខ្លួនក៏កាន់តែក្រាក់ក្តៅគេត្រូវតែបញ្ចប់អ្នកចំណាស់នោះហើយថ្ងៃនេះទោះបីជាមានបញ្ហាអ្វីក៏ដោយបើមិនដូច្នេះទេមនុស្សម្នាក់នេះប្រហែលជានាំមកនៅគ្រោះភេទមហន្តរាយនៅពេលអនាគតបាទសូមអរគុណបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផង